ចឹងអានេះពេលយប់ខ្ញុំបានរៀបចំអ៊ីវ៉ាន់ខ្លះហើយមុនមកយប់គឺខ្ញុំបានណូតទុករបស់ដែលខ្ញុំត្រូវយកទៅប្រើប្រាស់ចឹងខ្ញុំត្រូវរៀបបដាមើលបដាដើម្បីកុំឲ្យវាខ្វះនិយាយទៅកុំឲ្យតែទូរស័ព្ទជាប់ដៃសូម្បីតែរៀបក្អៅក៏បានមកប៉ុសដែរឥឡូវនេះខ្ញុំបានរៀបចំដូចជាទឹកសុទ្ធ2ដបដំបូងម៉ាក់ឲ្យយក4ដបតែខ្ញុំយកអត់ទេដោយសារវាធ្ងន់ហើយខ្ញុំក៏បានយកជាមួយនឹងទឹកដោះគោក៏ដូចជាមាននំហើយនឹង candy នៅក្នុងនឹងដែរនេះខ្ញុំដាក់នៅក្នុងថង់ហ្នឹងដើម្បីកុំឲ្យស្មោចហូមឥឡូវនេះយើងរៀបចំឲ្យអស់ហើយយើងដាក់កាតាបនេះសម្រាប់ដាក់គ្រឿងប្រើប្រាស់ហើយអានេះតិចផាច់ខ្ញុំដាក់ចូលក្នុង tote bag ហើយស្បែកជើងខ្ញុំយកមកគូនៅក្រោម2គូទៀតហើយសម្រាប់កៅអៅគឺខ្ញុំដាក់នៅក្នុងវ៉ាលីសុទ្ធហ្មងចឹងឥឡូវនេះម៉ោង 5:15 គឺខ្ញុំបានមកដល់សាលាហើយនិយាយទៅមកដល់ភ្លាមឃើញព្រះច័ន្ទគឺថាស្អាតខ្លាំងមែនតែនស្អាតដូចអ្នកកំពុងមើលអញ្ចឹងអានេះពេលមកដល់ភ្លាមខ្ញុំឃើញមនុស្សហើយខ្ញុំឃើញឡានគឺខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យខ្លាំងមែនតែនលក្ខណៈថាយើងមកអត់មានស្គាល់ណាគេម្នាក់អីចឹងទៅហើយឥឡូវនេះពូគាត់កំពុងតែលើកវ៉ាលីដាក់ចូលឡានឥឡូវនេះគឺថាម៉ោង 6:40 គឺឡានបានចេញដំណើរទៅហើយទៅគឺថាមកចាំយូរខ្លាំងមែនតែនពេលដែលខ្ញុំរៀបឡើងឡានខ្ញុំបានជួបជាមួយនឹង friend 3នាក់ដែរចឹងពេលដល់ដំបូងគេបង្អស់បងគាត់បានចែកទឹកសុទ្ធម្នាក់ម្ដបបន្ទាប់មកគាត់ក៏បានចែកជាមួយនឹង sandwich ឲ្យម្នាក់ម្ដុំដែរបន្ទាប់មកគាត់បានចែកជាមួយនឹងអាវដែលតាមក្រុមយើងខ្ញុំនៅក្រុមអាយឥឡូវនេះយើងបានមកដល់កន្លែងញ៉ាំអីហើយយើងចូលឈប់ញ៉ាំអីនៅកន្លែងមីលាក់ខ្លួននិយាយទៅព្រមឡើងញ៉ាំអត់ចូលតែយើងញ៉ាំទៅដើម្បីខ្លាចទៅដល់នោះយើងអត់មានអីញ៉ាំឥឡូវយើងបន្តដំណើរចេញទៅហើយនេះខ្ញុំ selfie វីដេអូមកប៉ុសទៅនៅក្នុងឡានដល់ពេលដែលយើងទៅដល់ភ្លាមអីចឹងចានិយាយទៅគឺថាចូលទៅដល់មានអារម្មណ៍ថា warm ខ្លាំងមែនតែនហើយកន្លែងនេះគឺថាឡើង introduce ម្ដងហើយយើងចាប់ឈ្មោះមួយហើយពេលយើងចាប់ចំណាគេយើងត្រូវ take care គេហើយបើកន្លែងលេងហ្គេមនេះគឺថារន្ធត់ខ្លាំងមែនតែនបន្ទាប់ពីជីអស់រយៈពេល73ម៉ោងយើងក៏បានមកដល់ហើយនិយាយទៅយើងមកដល់គឺមានអារម្មណ៍ថាក្តៅខ្លាំងដែរនឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំក៏ទាញអាវទាញអីហើយយកម៉ាស់មកពាក់ឥឡូវនេះគឺយើងយកវ៉ាលីចុះដើម្បីដើរចូលទៅដល់ក្នុងកន្លែង resort គេហ្នឹងឥឡូវយើងបានមកដល់ក្នុងហើយពេលហ្នឹងខ្ញុំក្តៅឡើងចង់បែកក្បាលហើយកន្លែងនេះគឺយើងឈរយកវ៉ាលីរៀងខ្លួនបន្ទាប់ពីយកអីវ៉ាន់ហើយយើងក៏បានចូលទៅកន្លែងយើងជុំគ្នាវិញគឺយើងឈរជារង្វង់មូលធំមួយដើម្បីមើលបងបង្ហាញពីវិធីដំឡើងតង់អញ្ចឹងកន្លែងនេះគឺបងបានបង្ហាញពីវិធីថាយើងត្រូវដំឡើងតង់ម៉េចហើយនឹងពេលបិទវិញម៉េចចឹងកន្លែងនេះគឺថាធីមខ្ញុំបាន set up តង់ហើយចឹងក្នុងមួយតង់ហ្នឹងពួកខ្ញុំគេង4នាក់ជុំគ្នាហើយយើងគេងតង់ទាំងអស់ហ្នឹងនៅចិត្តគ្នាទាំងអស់ទៅឥឡូវនេះខ្ញុំឆ្លៀតលើកទូរស័ព្ទយកមក selfie ខ្លួនឯងទៀតហើយកន្លែងនេះយើងមកជុំធីម cooking ដើម្បីមកយកអ៊ីវ៉ាន់សម្រាប់ញ៉ាំ3ថ្ងៃបងគាត់បានឲ្យរាប់ខ្លាចលោថាមានខ្វះអ៊ីវ៉ាន់អីចឹងទៅមកដល់កន្លែងនេះវិញធីមខ្ញុំគឺ cooking team 1ពួកខ្ញុំបានប្រកាត់ផ្លើចាំដាំបាយបតែតបាយហ្នឹងគឺថាឆៅខាងលើបន្ទាប់ពីអញ្ចឹងហើយយើងថែមទឹកថែមអីចង់10ដងទៅមុំតើយើង success ក្នុងការដាំបាយអ្នកទាំងអស់គ្នាអាចមើលទស្សនវិជ្ជាបាយបានគឺថាមិនចាំបាយហើយក៏មិនចាំបបរដែរបន្ទាប់ពីអញ្ចឹងហើយគឺយើងយកខ្ជូងដាក់ខាងលើចឹងទៅវាអាចនឹងឆ្អិនខាងលើវិញចានិយាយទៅមុនហ្នឹងកុំមើលងាយលើបាយយើងឆ្អិនហើយឥឡូវនេះយើងកំពុងតែលីងសាច់ក្រកដើម្បីញ៉ាំឡាញ់ជិះទៅបាយគេឡើងឈ្ងុយតាមពិតណាគេមើលមុនហ្នឹងថាបាយឆៅដែរខុសបាត់មើលបាយនៅទាំងអស់គ្នាសម្រាប់បាយឈ្ងុយអត់ហិតក្នុងទូរស័ព្ទបានបន្ទាប់ពីឆ្អិនហើយអស់ហើយឥឡូវយើងឈរញ៉ាំជុំគ្នាទៅឥឡូវនេះនៅក្នុងធីមខ្ញុំគឺគាត់បានចែកឆូកូឡេតឲ្យម្នាក់មួយបន្ទាប់ពីញ៉ាំអីហើយយើងមកជុំគ្នាបងហៅមកជុំគ្នានៅខាងលើតាមធីម cooking ហ្នឹងគឺយើងមកដើម្បីរៀបចំបត់ខ្លែងទៅយើងមានថង់ផ្លាស្ទិកមួយមានឈើមានអីហ្នឹងយើងធ្វើឲ្យចេញជារូបខ្លែងចឹងទៅឥឡូវនេះធីមខ្ញុំគឺធ្វើបានហើយតែអ្នកទាំងអស់គ្នារងចាំទស្សនាភាពបន្តអានេះគឺខ្លែងធីមគេទៅគឺហោះអែមខ្លាំងមែនតែនហើយពណ៌ឡើងខ្ជូតហោះឡើងនិយាយទៅញាក់សាច់ហ្មងតោះឥឡូវមកកលែកមើលទស្សនវិជ្ជាខ្លែងធីមខ្ញុំវិញអ្នកទាំងអស់គ្នាមើលហើយកុំភ្លេចភ្នែកប្រយ័ត្នខកខានឱកាសល្អមិនដែរអ្នកទាំងអស់គ្នាបន្ទាប់ពីមើលហើយគេថាខ្លែងធីមខ្ញុំអត់ហោះឡើងតែម្ដងតោះឥឡូវយើងមើលទស្សនវិជ្ជាវេលាម៉ោងនេះវិញម្ដងគឺថាឥឡូវនេះយើងលេងល្បែងទាញព្រាត់តែបាត់ឃើញខ្ញុំឈរថតអញ្ចឹងឯងខ្ញុំថតហើយខ្ញុំរត់ចេញវិញដោយសារតើឆ្អៀតដល់អ្នកទាំងអស់គ្នាហើយឥឡូវនេះគឺថាខ្ញុំឈរថតប្រាខ្ញុំជួយសែកគេប្រា
ចឹងអ្នកទាំងអស់គ្នាឃើញមុនហ្នឹងគឺថាខាងស្រីទេឥឡូវនេះដល់ខាងផគាត់ទាញវិញម្ដងឥឡូវនេះបន្ទាប់ពីលេងចប់ហើយគឺយើងដើរចុះទៅខាងក្រោមវិញឥឡូវនេះខ្ញុំឆ្លៀត selfie ម្ដងទៀតឥឡូវយើងមកដល់កន្លែងគេងហើយសិតតែប្រនាងព្រិលសចាបើខាងផខាងនោះវិញវីរៈបុរសជីសេះសអ្នកទាំងអស់គ្នាអាចមើលទស្សនវិជ្ជាបានមើលឃើញហើយក៏ fresh ដែរឥឡូវនេះយើងមានថ្នាំមូសបាញ់នៅក្រោមតង់ដើម្បីការពារមូសក៏ដូចជាការពារសត្វល្អិតតូចៗដែរចឹងឥឡូវនេះល្ងាចហើយថ្ងៃក៏ចាប់ផ្ដើមលិចដែរហើយខ្ញុំឆ្លៀតថតវីដេអូខ្លះៗដើម្បីចែករំលែកបងប្អូនទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមមកបង្កាត់ភ្លើងទៀតហើយដើម្បីញ៉ាំ dinner យប់ហ្នឹងហើយនេះធីមខ្ញុំគាត់បានដើរទៅលើកអស័យដើម្បីយកមកអង្គុយញ៉ាំជុំគ្នាឥឡូវនេះទស្សនវិជ្ជានៅជុំវិញហ្នឹងគឺថាសិតតែផ្សែងខ្ជូងហ្មងងាកទៅណាក៏អត់ផុតដែរចឹងមានតែឈរនឹងហិតខ្ជុំទាំងអស់គ្នាចឹងថ្ងៃនេះពេលយប់ធីមខ្ញុំគឺសម្រាប់ចិត្តថាពួកយើងញ៉ាំមីកំប៉ុងដោយសារតែពេលយប់វាក្តៅចឹងទៅយើងញ៉ាំមីត្រជាក់ទៅវា fit ជាមួយនឹងអាកាសធាតុទៅគឺថាញ៉ាំបែប chill អីចឹងណាយើង enjoy life ហើយឥឡូវនេះទឹកពុះហើយយើងមកឆុងមីញ៉ាំចឹងកុំឲ្យអ្នកទាំងអស់គ្នាមើលឃើញតែមីពេកឥឡូវយើងក៏លេចមើល view វិញម្ដងឥឡូវនេះគឺថាយើងបានយកមីមកញ៉ាំជុំធីមយើងហើយ 2 3 we are cooking team 1ចឹងឥឡូវនេះពេលយប់បន្ទាប់ពីខ្ញុំបានដូរអាវដោះថ្មិញអីហើយបានចូលមកកន្លែងតង់អង្គុយលេងវិញទៅកលែកមើលទៅលើមេឃសិតតែផ្កាយមានអារម្មណ៍ថា happy ខ្លាំងមែនតើពេលឃើញហើយឥឡូវនេះគឺថាយើងឆ្លងស្ពានទៅកន្លែង campfireអ្នកទាំងអស់គ្នាចាំដល់កន្លែងនេះខ្ញុំបើកមួយឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៅគឺថាស្ដាប់មកបងហើយគឺថាសោតចុកពោះខ្លាំងមែនទេGiống thần đông hay vô chi nặng kèo khét Are you ready? Don't đi kiểu chọn. Okay. Bà ơi! Bà ơi! Ai em quan? Mời cái mày. Ai vậy? Ai vậy? Ai chạy đây thôi. Bà đồng hỏi đi. Bà đồng hỏi mấy nè, nhưng mà sẽ đúng nào nè. Đây con bà, con chồng không ra làm gì cái. Lại ở mơ cái này đi với nè tao kia khơi một mình nè hiện phải tí kì để xa tờ lên game cứ dọn đông mò bị hang na khẳng nơi là tê ngật tê ở lần trong nè trang kia thở không như sữa na khoảng cái sườn ấy trên ba số ra cùng một khăn ít số là ba ហើយ
បើកន្លែងនេះវិញគឺថាយកกระดาษដែលយើងទៅសេរឿងដែលយើង regret យកទៅបោះចូលនៅក្នុងភ្លក់ភ្លើងហ្នឹងហើយចំណែកឯនៅខាងស្ដាំដៃខ្ញុំនេះគឺថាกระดาษដែលយើង like goal ដែលយើងចង់ set អីហ្នឹងដាក់ទៅក្នុង mailbox ហ្នឹងកន្លែងនេះគឺថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាភ្លើងជុំវិញហ្នឹងទីសារតែនៅក្រោមអត់មានសេវាមកចឹងខ្ញុំក៏បានឡើងមកលើដើម្បី call ទៅអ្នកផ្ទះហើយខ្ញុំក៏លេចទៅគឺថាខ្ញុំឃើញ full moon ស្អាតខ្លាំងមែនតែនសូខ្ញុំក៏ទាញទូរស័ព្ទយកមកថតដើម្បីចែករំលែកអ្នកទាំងអស់គ្នាទៅវីដេអូថត moon ហើយ star sunset view ឯហ្នឹងគឺថាពេញ memory ខ្ញុំតែម្ដងអ្នកទាំងអស់គ្នាអាចមើលបានទៅគឺថាសិតតែផ្កាយមកមើលនៅក្រៅគឺថាត្រជាក់ភ្នែកខ្លាំងមែនតែនហើយបើ full moon នេះវិញ oh my god អ្នកទាំងអស់គ្នាឃើញហើយ feel happy ខ្លាំងហ្មងឥឡូវនេះគឺថា day 1 ដែលអត់មុជទឹកឥឡូវនេះគឺថាខ្ញុំបានចូលមកក្នុងតង់វិញហើយខ្ញុំក៏បានថតជាមួយនឹង handmade ខ្ញុំដែរហើយឥឡូវនេះគឺថាយើងរៀបចំបត់កដាដើម្បីយកទៅបំពេញនៅក្នុងសភៅតាមដានដែលបងចែកព្រឹកមិញហ្នឹងចឹងគឺយើងបត់กระดาษហ្នឹងមួយយើងបាន100បន្ទុកចឹងយើងបត់ហើយយើង save point for activity ក្រោយទៀត day 1 គឺថាមានតែប៉ុណ្្នឹងទេចឹង day 2 អ្នកទាំងអស់គ្នាអាចមើលវីដេអូបន្ទាប់បានវីដេអូនោះមិនមានខុសឆ្គងអីសូមអធិស្ឋានផងអ្នកទាំងអស់គ្នា